ជំរាបសួរអ្នកទាំងអស់គ្នាបើមកជួបការរៀនភាសាជប៉ុនតាមរយៈអ៊ីនធឺណិតថ្ងៃនេះយើងបន្តនៅមេរៀនទី1របស់យើងទៀតអេសានិងព្យញ្ជនៈភាគទី6ថ្ងៃនេះផងដែរគឺយើងរៀនបញ្ចប់នៅអក្សរ Hiragana ទាំង45តួថ្ងៃនេះគឺនៅសល់តែ11ពាក្យចុងក្រោយទេដូច្នេះយើងរៀនសរុបតែម្ដងគឺយើងរៀន11ពាក្យតែម្ដងអូខេតើថ្ងៃនេះ11ពាក្យតើមានពាក្យខ្លះយើងមើលទាំងអស់គ្នាបាទកាលពីប្រហែលថ្ងៃមុនឬគឺប្រហែលលើកមុនគឺយើងបានរៀនពីអ៊ីអ៊ូអេអូរហូតដល់អក្សរម៉ូអូខេអញ្ចឹងយើងនៅសល់តែ11តួខាងចុងគេបំផុតនេះឯងគឺមានអក្សរយ៉ាយូយ៉ូរ៉ារីរូរ៉េរ៉ូនិងវ៉ាអូអ៊ុនអូខេកុំឲ្យខាតពេលយូរដូច្នេះយើងចាប់ដើមរៀនថាតើអក្សរទាំងនេះគេសរសេរយ៉ាងម៉េចហើយនឹងអានយ៉ាងម៉េចខ្លះអក្សរទី1អន្តយាយ៉ាយូយ៉យ៉រ៉ារ៉ារីរូរ៉េរ៉វ៉ាអូឬក៏អានថាវ៉អូឬក៏វ៉អក្សរចុងបញ្ចប់គេគឺអក្សរអ៊ឺនឬអ្នកខ្លះក៏អានថាដូច្នេះយើងអានមួយណាក៏បានអានថាអ៊ឺនក៏បានអានថាក៏បានអូខេខ្ញុំសូមអានឡើងវិញម្ដងទៀតនៅអក្សរទាំង11តួនេះយ៉ាយូយ៉ូរ៉ារីរូរ៉េរ៉ូវ៉ាអូអ៊ឺនយ៉ាងម៉េចទៅហើយអ្នកទាំងអស់គ្នាយើងបានបញ្ចប់នៅ Hiragana ដែលជាមូលដ្ឋានគ្រឹះនៃភាសាជប៉ុនដែលជាអក្សរដែលសំខាន់បំផុតនៅក្នុងភាសាជប៉ុនទាំង45តួរួចមកហើយតើអ្នកទាំងអស់គ្នាបានរៀនសរសេរនិងអានបានច្បាស់ហើយឬនៅសង្ឃឹមថាអ្នកទាំងអស់គ្នានឹងធ្វើហាត់សរសេរបានច្រើនពីព្រោះអក្សរ Hiragana នេះគឺជាអក្សរមួយដែលសំខាន់នៅជាមូលដ្ឋានគ្រឹះនៃភាសាជប៉ុនបើសិនមកអ្នកទាំងអស់គ្នាមិនច្បាស់នៅអក្សរទាំងនេះទេខ្ញុំជឿថាអ្នកទាំងអស់គ្នានឹងមិនអាចបន្តរៀនទៅខាងមុខទៀតរៀនទៅបន្តទៅមុខទៀតទេព្រោះឯមេរៀនទៅមុខទៀតគឺយើងនឹងរៀនពីអក្សរផ្សេងៗនិងវេយ្យាករណ៍ហើយជាមនុស្សពាក្យសម្រាប់ប្រើប្រាស់ក្នុងភាសាជប៉ុនប្រចាំថ្ងៃអញ្ចឹងដូច្នេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងฝึกហាត់សរសេរអក្សរ Hiragana ទាំង45ពាក្យនេះឲ្យបានស្ទាត់ជំនាញអរគុណច្រើនចំពោះការតាមដានតាំងពីមេរៀន
ទី1មេរៀនទី1ភាគ1រហូតដល់មេរៀនទីភាគ6នេះសង្ឃឹមថានឹងអាចបន្តទៅមេរៀនទី1ភាគ7ទាំងអស់គ្នាទៀតសូមអរគុណច្រើនសូមជម្រាបលា